ការប្រកួត English Premier League ដ៏ធំបំផុតប្រចាំសប្តាហ៍រវាងមេខៀវ Manchester City ត្រូវប៉ះតោខៀវ Chelsea នៅម៉ោង 12:30 នាទីយប់នេះក្រុមម្ចាស់ផ្ទះ Manchester City នឹងបើកទ្វារកីឡដ្ឋាន Etihad ទទួល Chelsea នេះមិនមែនគ្រាន់តែជាការប្រកួតធម្មតាទេវាជាថ្ងៃដែល Cole Palmer ត្រូវត្រឡប់មកតតាំងជាមួយក្រុមចាស់និងលោក Pep Guardiola តើក្មេងដែលលោក Pep បោះបង់ចោលនឹងត្រឡប់មកធ្វើឲ្យ Pep ស្ដាយក្រោយទេ Manchester City ក្នុងផ្ទះគឺដូចជាម៉ាស៊ីន Erling Haaland Phil Foden កំពុងស្រែកឃ្លានគ្រាប់បាល់ហើយ Bernardo Silva កំពុងត្រៀមបញ្ជូនបាល់ពួកគេត្រូវការឈ្នះដើម្បីឈានទៅរកជើងឯកចំណែក Chelsea វិញមួយរយៈចុងក្រោយនេះពួកគេលេងល្អណាស់ដែរពេលប៉ះក្រុមធំពួកគេមានល្បឿននិងការវាយបកសាហាវកូនសោសំខាន់គឺ Cole Palmer គាត់ស្គាល់ Man City ច្បាស់ជាងអ្នកណាទាំងអស់ប៉ុន្តែ Chelsea បច្ចុប្បន្នមានលោក Callum McFarlane ជនជាតិអង់គ្លេសជាគ្រូបង្វឹកបណ្ដោះអាសន្នហើយលោកក៏ជាគ្រូបង្វឹកក្រុម Chelsea អាយុក្រោម21ឆ្នាំនិងអាយុក្រោម14ឆ្នាំផងដែរខ្ញុំជឿថា Chelsea នឹងមិនមកឲ្យ Man City ស៊ីទទេទេពួកគេនឹងតដៃយ៉ាងកក្រៅតម្រួយគ្រាប់បាល់របស់ខ្ញុំគឺទី1ល្អបំផុតលេង over 3 គ្រាប់គូនេះជួបគ្នាម្ដងគឺមានគ្រាប់ច្រើនគួរសមដែរទី2លេង Man City ឈ្នះទោះជា Chelsea ល្អតែនៅក្នុងកីឡដ្ឋាន Etihad នៅតែជាកន្លែងដែលក្រុមភ្ញៀវពិបាកឈ្នះណាស់ទី3លេង Erling Haaland ឬ Cole Palmer មាន assist ឬ goal ពួកគេនឹងបង្ហាញសមត្ថភាពនៅចំពោះមុខលោក Pep ខ្ញុំទីថាលេងចប់ 3-1 ឬ 3-2 ចុះបងប្អូនគិតថា Cole Palmer នឹងស៊ុតចូលក្រុមចាស់ទេយប់នេះហើយរវាង Haaland និង Palmer អ្នកណាជាតួឯកក្នុងយប់នេះ comment ប្រាប់ផងជួបគ្នាយប់នេះ